ជាស្រ័យខ្ញុំវង្វេងហើយបាទអធិស្ឋានខ្ញុំវង្វេងហើយ Excuse me I got lost Excuse me I got lost Excuse me I got lost បាទអធិស្ឋានខ្ញុំវង្វេងហើយបាទ Excuse me ដូចខ្ញុំធ្លាប់ប្រាប់ក្នុងវីដេអូមុនអញ្ចឹងគឺយើងប្រើក្នុងការសុំអធិស្ឋានសួរគេពីអ្វីដែលជាចម្ងល់របស់យើងណាបាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍នៃការវិលត្រឡប់មកជួបគ្នាសាជាថ្មីថ្ងៃនេះផងដែរយើងនឹងសិក្សាអំពីប្រយោគភាសាអង់គ្លេសមួយចំនួនដើម្បីយកទៅប្រាស្រ័យតាក់ទងគ្នាជាប្រចាំថ្ងៃជាបន្តទៀតបាទតោះឥឡូវយើងទៅសិក្សាទាំងអស់គ្នាអ្នកបានញ៉ាំអីហើយនៅបាទអ្នកបានញ៉ាំអីហើយនៅ How you eaten anything How you eaten anything បាទអ្នកសួរគេថាតើអ្នកបានញ៉ាំអីហើយនៅសួរពីអតីតកាលបងប្អូនបាទ eaten គឺជា verb 3 ហើយ you នេះគឺជា subject បាទអញ្ចឹងចង់សួរគេពីអតីតកាលបើថាបើគេអត់ញ៉ាំទេយើងយកអីឲ្យគេញ៉ាំអញ្ចឹងទៅបាទកុំអារម្មណ៍វានៅចិត្តនេះទេបាទ Don't worry it is around here Don't worry it is around here Don't worry it is around here បាទកុំបារម្ភវានៅចិត្តនេះទេបាទអញ្ចឹងយើងបារម្ភពីអីយល់ថាក្មេងរត់លេងបាត់កូនរត់លេងបាត់អញ្ចឹងតាណាបាត់ហើយកូនខ្ញុំអញ្ចឹង Don't worry it is around here កុំបារម្ភគាត់នៅចិត្តនេះទេឬក៏វានៅចិត្តនេះទេយ៉ាវាំងននមានពណ៌បៃតងបាទវាំងននមានពណ៌បៃតង The curtains are green The curtains are green The curtains are green បាទអញ្ចឹងវាំងននមានពណ៌បៃតង curtains បាទដែលប្រែថាវាំងននយ៉ាបន្តទៀតគឺវាំងននមានពណ៌ក្រហមបាទវាំងននមានពណ៌ក្រហម The curtains are red The curtains are red The curtains are red បាទដែលបានន័យថាវាំងននមានពណ៌ក្រហមបាទអញ្ចឹង red តែថាពណ៌ក្រហម curtains គឺជាវាំងននខ្ញុំឆ្លុះកញ្ចក់បាទខ្ញុំឆ្លុះកញ្ចក់ភាសាអង់គ្លេស I look in the mirror I look in the mirror I look in the mirror បាទប្រែថាខ្ញុំឆ្លុះកញ្ចក់អញ្ចឹង look គឺមើលឬក៏ឆ្លុះហ្នឹងបាទ mirror គឺកញ្ចក់អធិស្ឋានខ្ញុំវង្វេងហើយបាទអធិស្ឋានខ្ញុំវង្វេងហើយ Excuse me I got lost Excuse me I got lost Excuse me I got lost បាទអធិស្ឋានខ្ញុំវង្វេងហើយបាទ Excuse me ដូចខ្ញុំធ្លាប់ប្រាប់ក្នុងវីដេអូមុនអញ្ចឹងគឺយើងប្រើក្នុងការសុំអធិស្ឋានសួរគេពីអ្វីដែលជាចម្ងល់របស់យើងណាបាទដល់ពេល sorry ប្រែថាសុំទោសគឺនៅពេលដែលយើងបង្កកំហុសខុសលើគេទៅយើងប្រើពាក្យថា sorry អូខេតើអ្នកធ្លាប់មកទីនេះពីមុនទេបាទតើអ្នកធ្លាប់មកទីនេះពីមុនទេ How you ever been before How you ever been before How you ever been before តើអ្នកធ្លាប់មកទីនេះពីមុនមកទេបាទសួរគាត់អញ្ចឹងទៅដើរលេងកន្លែងណាមួយសួរគាត់អញ្ចឹងគាត់មកធ្លាប់មកកន្លែងហ្នឹងអត់យ៉ាខ្ញុំបត់សម្លៀកបំពាក់របស់ខ្ញុំបាទខ្ញុំបត់សម្លៀកបំពាក់របស់ខ្ញុំ I for my clothes I for my clothes I for my clothes បាទខ្ញុំបត់សម្លៀកបំពាក់របស់ខ្ញុំអញ្ចឹងពាក្យថា for គឺប្រែថាបត់បាទបត់ក្តាស់ឬមួយក៏បត់សម្លៀកបំពាក់អីហ្នឹងបាទអញ្ចឹងគឺអានថា for បាទប្រែថាបត់អរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូខ្លីមួយនេះសង្ឃឹមថាបងប្អូនពេញចិត្តហើយបើសិនមានកំហុសខុសឆ្គងសូមការអធិស្ឋានហើយកុំភ្លេចសូមជួយចុច like ក៏ដូចជា subscribe និង comment នៅវីដេអូរបស់ខ្ញុំខាងក្រោមដើម្បីបង្ហាញថាវីដេអូរបស់ខ្ញុំបងប្អូនពេញចិត្តឬក៏មិនពេញចិត្តឬក៏ប្រយោគមួយណាដែលបងប្អូនពេញចិត្តជាងគេគ្រប់ជម្រាបលាបងប្អូនជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា